ចាប់ផ្ដើមថ្ងៃនេះនឹងត្រឡប់ទៅក្រុមហ៊ុនវិញជាផ្លូវការក្រុមហ៊ុន Fo នឹងចាប់ផ្ដើមអ្វីថ្មីទាំងអស់បងចង់ទៅណាបងដើរមកដោយមិននិយាយអ្វីសោះធ្វើឲ្យអូនភ្ញាក់ផ្អើលអស់ហើយ ហេតុអ្វីត្រូវភ្ញាក់ផ្អើលបងមានអារម្មណ៍ខុសមែនទេយកអ្វីដែលជារបស់អូនត្រឡប់មកវិញតើមានអារម្មណ៍ខុសត្រង់ណាបងបានត្រឡប់ទៅក្រុមហ៊ុន Fo វិញហើយដល់ពេលត្រូវទូទាត់ប្រាក់ដែលនៅសល់ហើយយើងបែកគ្នាដោយល្អប្រសើរទៅចុះហេតុអ្វីបានជាបងធ្វើបែបនេះបងពិតជាគ្មានចិត្តមែននេះជាលុយ1 លានយ៉នដែលបងបានសន្យាជាមួយអូនអរគុណបងហ្វូបងពិតជាមានចិត្តល្អណាស់បើអញ្ចឹងបងសុំខ្លួនទៅមុនហើយចាំបន្តិចសិនមានការអ្វីទៀតលុយនេះអូនអាចយកទៅបានប៉ុន្តែអូនត្រូវនៅទីនេះកុំប្រាប់ថាបងកំពុងលួចស្រឡាញ់អូនឲ្យសោះមិនមែនទេកុំមកយល់ច្រឡំអូបងគិតថាអូនបែបនេះមែនទេមិនមែនខ្វះទេមិនឆ្ងាយពីការពិតប៉ុន្មានទេហាគ្មានរឿងអ្វីកើតឡើងទេទោះបីជាអូនមិនចាប់អារម្មណ៍លើបងក៏បងនៅតែជួយការងារអូនដែរតើបងអាចទៅមុនបានទេកិច្ចសន្យារបស់យើងនឹងបញ្ចប់ក្នុងរយៈពេល3ខែទៀតក្នុងមួយខែបងប្រាក់ឲ្យដូចធម្មតាប៉ុន្តែក្នុងអំឡុងពេលនេះអូនត្រូវតែបំពេញកាតព្វកិច្ចជាប្រពន្ធរបស់បងឧទាហរណ៍ដូចជាអ្វីឧទាហរណ៍ចូលរួមក្នុងពិធីជប់លៀងការប្រារព្ធពិធីនៅយប់នេះសូមអបអរសាទរដល់លោក Fo ដែលបានជាសះស្បើយនិងត្រឡប់មកកាន់ក្រុមហ៊ុនពិតជាដំណឹងដ៏រីករាយណាស់ក្រោមការដឹកនាំរបស់បងក្រុមហ៊ុន Fo នឹងរីកចម្រើនអរគុណការជាសះស្បើយរបស់បងពិតជាល្អនេះគឺដោយសារតែយើងទាំងពីរកន្លះឆ្នាំកន្លងមកនេះលោក Fo បានយកចិត្តទុកដាក់មើលថែអូននៅក្នុងគ្រួសារយើងពិតជាគ្មានចន្លោះប្រហោងមែនដោយសារការការពារពីដូនតារបស់យើងទើបបងអាចរៀបការជាមួយប្រពន្ធដ៏ល្អបែបនេះបងពិតជាសំណាងណាស់ឥឡូវនេះរាងកាយបងបានជាសះស្បើយឡើងវិញហើយយើងមកបួងសួងឲ្យឆាប់មានកូនទាំងអស់គ្នាណាចាសោះនិយាយអញ្ចឹងតែជាពីមុនបងប្រាប់ថាអូនមានផ្ទៃពោះទៅវិញនេះក៏កន្លះឆ្នាំហើយតែពោះអូននៅតែមិនទាន់ឃើញមានអ្វីសោះពេលនោះមន្ទីរពេទ្យបានផ្ដល់របាយការណ៍ខុសធ្វើឲ្យអូនសប្បាយចិត្តដោយមិនដឹងមូលហេតុប៉ុន្តែមិនអីទេដរាបណាយើងទាំងពីរស្រឡាញ់គ្នាអូនជឿជាក់ថាថ្ងៃណាមួយអូនប្រកាសជាអាចបីចៅឲ្យបងបានបាទអូននិងបងនឹងខំប្រឹងប្រែងធ្វើការជាមួយគ្នាតើនេះជានរណាស្រស់ស្អាតសុភាពរាបសារស្រស់ស្អាតខ្លាំងណាស់សំបីតែអ្នកក៏មិនដឹងដែរឬគឺនាងស៊ីចិននាងបានទៅរៀននៅក្រៅប្រទេសហើយឥឡូវនេះនាងបានត្រឡប់មកវិញហើយកាលពីមុននាងធ្លាប់មានទំនាក់ទំនងជាមួយលោក Fo មែនទេពួកគេគឺជាគូស្នេហ៍ដែលស័ក្តិសមនឹងគ្នាចុះប្រពន្ធរបស់លោក Fo គឺនាងយ៉ាងចៅវិញពួកគេមិនបានជួបគ្នាយូរហើយនាងនោះយ៉ាងចៅមានស្នេហាដំបូងវ៉ាលោក Fo មានប្រពន្ធរួចហើយប៉ុន្តែនៅតែចង់ជួបនាងទៀតនាងមកដោយមិនបានប្រាប់ពិតជាមិនសមរម្យសោះបាទខ្ញុំត្រូវបានអញ្ជើញដោយយ៉ាងចៅមានរឿងសំខាន់ត្រូវពិភាក្សាគ្នាដូច្នេះខ្ញុំមិនចង់រំខានអ្នកទេយើងទៅនិយាយគ្នានៅទីនោះទៅចាសយើងនឹងនិយាយគ្នានៅពេលក្រោយអ្នកកុំខឹងអីអ្នកឃើញទេពេលដែលនាងត្រឡប់មកវិញបងប្អូនជីដូនមួយរបស់ខ្ញុំមិនខ្វល់ពីអ្នកទេអ្នកកំពុងនិយាយអ្វីអ្នកដឹងខ្លួនទេខ្ញុំមិនបាននិយាយលេងទេពួកគេគឺជាគូស្នេហ៍ដែលស័ក្តិសមនឹងគ្នាពីឋានសួគ៌តើអ្នកកំពុងនិយាយរឿងអ្វីFo យ៉ាន់ស៊ូនិងស៊ីចិនពួកគេពិតជាគួរតែជាគូស្នេហ៍នឹងគ្នាកុំនិយាយផ្ដេសផ្ដាសសុំទោសខ្ញុំគ្រាន់តែនិយាយលេងទេហេតុអ្វីបានជាអ្នកមិនសមរម្យខ្លាំងម្ល៉េះខ្ញុំស្អប់ណាស់ហេតុអ្វីបានជាអ្នកមិនអាចធ្វើឲ្យប្រសើរជាងនេះអ្នកគឺជាប្រពន្ធតែមួយគត់របស់ Fo យ៉ាន់ស៊ូអ្នកត្រូវតែមើលថែគាត់ឲ្យបានល្អអូយឈប់និយាយទៅយើងទាំងពីរអ្នកនេះគ្រាន់តែជាអាពាហ៍ពិពាហ៍តាមកិច្ចសន្យាប៉ុណ្ណោះខ្ញុំគិតថាគ្រាន់តែមើលថែរក្សាការបូបលុយរបស់ខ្ញុំបើមិនមើលថែគាត់ឲ្យបានល្អទេគាត់ប្រកាសជាយកលុយទៅឲ្យអ្នកដទៃមិនខានពិតជាត្រឹមត្រូវមែនមានន័យថាខ្ញុំត្រូវតែយកវាឲ្យបានមុន